ជំរាបសួរបងប្អូននេះគឺជាសកម្មភាពផ្លូវភ្លោះខេត្តកញ្ចេះរបស់យើងគឺថាធ្វើចាក់ដល់ sponsor ហើយបាទអញ្ចឹង sponsor គេវាយធ្វើថ្មីមួយចំហៀងទៀតគឺខាងស្ដាំពេលគេពង្រីកបងប្អូនបាទឥឡូវគេខាកស៊ូដល់ sponsor របស់យើងហើយបាទនៅកន្លែងនេះគឺខ្ញុំថតនៅមុខកងរាជអាវុធហត្ថខេត្តកញ្ចេះរបស់យើងបាទអញ្ចឹងមិនអត់មានបាច់ថៃបាក់អីទេបងប្អូនបាទអញ្ចឹងគេអត់កស៊ូបានមួយចំហៀងហើយអញ្ចឹងចិត្តហើយបងប្អូនបាទអញ្ចឹងនៅតែពីស្ពានសឡើងទៅខាងព្រែកសនេះអញ្ចឹងនៅម្ដុំហ្នឹងគេអត់តន់អត់ទេបងប្អូនបាទគេធ្វើអត់តន់ហើយអញ្ចឹងគេអត់ពីស្ពានសឡើងទៅដល់ក្លាស្ទុះចិត្តហើយបងប្អូនបាទអញ្ចឹងគឺនៅតែទ្រង់ផ្លូវទ្រង់អីតន់រៀបចំទៅបួលទៅការកស៊ូក៏ចាក់កស៊ូការអត់កស៊ូអស់ហើយបងប្អូនបាទអញ្ចឹងគេអត់លឿនដែរបងប្អូនបាទអញ្ចឹងតាផ្លូវភ្លួយើងក៏ចិត្តហើយបងប្អូនអញ្ចឹងគេនៅតែដាំដាក់ដាំផ្កាដាំអីនៅកណ្ដាលហ្នឹងទេបងប្អូនបាទអញ្ចឹងខ្ញុំមិនដឹងតែគេដាំផ្កាអីទេប្រឡោះប្រហោងកណ្ដាលហ្នឹងបងប្អូនបាទអញ្ចឹងសង្ឃឹមថានឹងមានការអាប់ដេតថ្មីដាំផ្កាភ្លាមថតឲ្យបងប្អូនព្រាមបាទនេះគឺជារូបភាពពីលើស្ពានសបងប្អូនបាទខ្ញុំថតពីជំហៀងទៅបាទគេថាអត់បានមួយជំហៀងឯងបងប្អូនមើលទៅឃើញខ្ញុំថាខ្ញុំចេះតែនិយាយអញ្ចឹងព័ត៌មាននេះគឺអាប់ដេតថ្មីរហូតមកបងប្អូនបាទអញ្ចឹងគឺថាអត់នេះអត់ដោយនេះណាបងប្អូនអត់មានភ្លៀងមានអីបើមានភ្លៀងនឹងតែអត់ទៅមុខទេបាទយឺតនេះគេរៀបចំលឿនដែរបងប្អូនមកគេរៀបចំចាក់លឿនមកគេដែរអញ្ចឹងការចាក់របស់គេហ្នឹងគឺថាលឿនណាស់មិនអោយចាំមិនភ្លៀងបងប្អូនបាទអញ្ចឹងនេះគឺខ្ញុំហោះពីកន្លែងកញ្ចាក់ទៅដល់កន្លែងគ្រុឌបាទគ្រុឌក្រុងកញ្ចេះរបស់យើងហ្នឹងគេដាក់ផ្លាកកញ្ចេះក្រុងហ្នឹងដែលខ្ញុំធ្លាប់ហោះឲ្យបងប្អូនមើលហ្នឹងបាទអញ្ចឹងគ្រុឌនេះមើលពីលើក៏ទូចមែនតែនហ្មងបងប្អូនបាទអញ្ចឹងបើអាចយើងដាក់ធំតិចមកគឺស្អាតមើលទៅអំណាចហ្មងបាទអញ្ចឹងតាមយោបល់ខ្ញុំម្នាក់ឯងទេបងប្អូនគិតដូចខ្ញុំខមមិនលេងបានបាទអញ្ចឹងខ្ញុំបើសិនជាខ្ញុំអាចឲ្យដាក់គ្រុឌនេះធំបន្តិចឲ្យខ្ពស់ឲ្យគេជិះមកហ្នឹងឃើញធំហើយអំណាចទៀតបាទអញ្ចឹងមើលឲ្យក៏លិចដែរបងប្អូនបើថាឃើញធំដូចអញ្ចេះដូចផ្លូវទៅនេះបងប្អូននៅតាមបងកញ្ញុងតាមបងកញ្ញុងគឺធំមកទៅអំណាចហ្មងអ្នកធ្លាប់ទៅបាត់ដំបងគឺដឹងហើយបាទអញ្ចឹងនេះគឺជាផ្លូវដែលខ្ញុំថតកន្លែងមុខវាមានសពរហូតមុខវាមានសពហ្នឹងបងប្អូនបាទនេះគឺថតចំហៀងមើលម្ដងមកកំថតថងឲ្យមើលដដែលពេលចឹងថតចំហៀងម្ដងបងប្អូនបាទអញ្ចឹងគេថាគេអត់ចិត្តហើយបងប្អូនគេថាលឿនដែរបាទអញ្ចឹងផ្លូវភ្លុះរបស់យើងគឺនៅតែដាំផ្កាដាំអីនៅតាមប្រឡោះកដាលទ្រង់ផ្លូវទេបងប្អូនបាទអញ្ចឹងផ្លូវនឹងធ្វើឲ្យចូលរួមជិះគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នាបងប្អូនបាទកុំជិះចង់ឈ្នះចង់ចាញ់អាចនឹងមានគ្រោះថ្នាក់បាទអញ្ចឹងយើងអធិស្ឋានគ្នាទៅមកផ្លូវស្អាតហើយបាទកុំឲ្យបុកទៅខូចខាតផ្លូវគេសងអញ្ចឹងណាបងប្អូនបាទអញ្ចឹងវីដេអូខ្ញុំអត់មានអីច្រើនទេបងប្អូនបាទបើសិនជាមានការអាប់ដេតអីបន្តទៀតគឺខ្ញុំនឹងថតផុសជូននៅក្នុង page របស់ខ្ញុំមួយហ្នឹងហើយនឹង page ក្រចេះភូមិភាគឦសានបាទ page ខ្ញុំមាន2ហ្នឹងឯងបងប្អូនបាទអញ្ចឹងកុំភ្លេចចុច like តាមដាន page របស់ខ្ញុំទាំងពីរហ្នឹងផងបាទគឺមានការអាប់ដេតផុសវីដេអូរាល់ថ្ងៃបាទអញ្ចឹងយើងជួបគ្នានៅវីដេអូក្រោយបន្តទៀតណាបងប្អូនបាទកុំភ្លេចតាមដានទាំងអស់គ្នានៅ page ទាំងពីរហ្នឹងបាទសូមអរគុណ